បាទសួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញនេះខ្ញុំបានទៅទស្សនានៅឯវត្តបកានដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ហើយនេះគឺជាជណ្ដើរឡើងទៅព្រះវិហារមួយសូមទស្សនាទាំងអស់គ្នាហើយសូមបញ្ជាក់ព្រះវិហារនៅក្នុងវត្តបកានមានចំនួន2ហើយបើយើងមើលទៅក្រោមទៅគឺឃើញទេសភាពស្អាតមែនទែនមានព្រៃហើយនឹងដើមឈើខ្ពស់បាទហើយយើងពេលនេះកំពុងតែបន្តដំណើរទៅជួងដែលធ្វើឲ្យយើងសំណាងល្អបាទហើយនឹងនៅខាងឆ្វេងដៃនេះគឺយើងឃើញដើមពោធិ៍មួយដែលមានចម្លាក់ច្រើនដែលដើមពោធិ៍នោះគឺមានដើមកំណើតឈ្មោះខេត្តពោធិ៍សាត់ដែលដំបូងគេហៅថាខេត្តពោធិ៍សាត់ហើយបន្ទាប់មកយើងនឹងបន្តដំណើរទៅទស្សនាឯដើមពោធិ៍ធំមួយនោះដែលមានប្រាសាទនៅចំកណ្ដាលបាទចំកណ្ដាលហ្នឹង សូមទស្សនាទាំងអស់គ្នាបាទនេះយើងកំពុងតែធ្វើដំណើរទៅហើយរួមទាំងមានផ្លូវថ្នល់ស្រួលប៉ុន្តែខ្ញុំបាទចង់ដើរនៅលើដីធម្មតាបាទនោះគឺជាព្រះសិអាមេត្រីបាទបើខុសឆ្គងអីសូមអធិស្ឋានផងបាទបើនិយាយឈ្មោះព្រះឬក៏ពនាមព្រះខុសបាទនេះគឺជាខ្ទមសំណាក់នោះបាទខ្ទមសំណាក់ពណ៌មាសរបស់លោកយាយទេបាទដែលកំពុងតែបង្ហាញថតបង្ហាញបាទគ្រប់គ្នាគោរពហើយនៅទីនោះនេះគឺជាដើមពោធិ៍ដែលមានប្រាសាទនៅចំកណ្ដាលបាទចំកណ្ដាលដើមពោធិ៍បាទសូមអរគុណ